ក្នុងរាត្រីកាលដ៏សែនស្ងប់ស្ងាត់មានតែសូរសំឡេងត្រនិចនាឡិកាត្រឹកនៅក្នុងផ្ទះវីឡាដ៏ចំណាស់មួយដែលសល់ពីជំនាន់បារាំងម៉ូលីគឺជាចៅស្រីរបស់ម្ចាស់ផ្ទះវីឡាមួយនេះនាងទើបតែមកនៅក្នុងផ្ទះនេះហើយរាត្រីនេះក៏ជារាត្រីដំបូងរបស់នាងដែលមកគេងក្នុងវីឡាមួយនេះផងដែរដោយសារតែប្លែកកន្លែងម៉ូលីនាងគេងមិនលក់ទាល់តែសោះម៉ូលីសម្លឹងមើលទៅមាត់បង្អួចដែលមានវាំងននពណ៌សកំពុងត្រូវខ្យល់បក់ប៉ាំងចុះប៉ាំងឡើងសម្លឹងមើលយូរទៅវាំងនននោះហាក់ដូចជាមានព្រលឹងវិញ្ញាណតែទោះជាយ៉ាងណាវាគ្រាន់តែជាការគិតស្រមើស្រមៃរបស់នាងតែប៉ុណ្ណោះម៉ូលីគឺជាយុវតីដែលមានស្មារតីរឹងប៉ឹងថ្មីបើគិតស្រមៃឃើញដូច្នេះតែនាងមិនភ័យខ្លាចនោះទេគិតពីនេះគិតពីនោះម៉ូលីក៏លង់លក់ដោយមិនដឹងខ្លួនគ្រាន់តែនាងលក់ភ្លឹបភ្លាមក៏មានវិញ្ញាណមនុស្សស្រីស្លៀកសម្លៀកបំពាក់បុរាណបានបង្ហាញខ្លួននៅចុងជើងរបស់នាងវិញ្ញាណខ្មោចស្រីនោះសម្លឹងមើលមុខម៉ូលីដោយទឹកមុខខឹងស្អប់តែមានភាពនឹងថឹងតាមចរិតមាយាទមនុស្សសម័យមុនព្រមដោយវាចាថាទីបំផុតនាងក៏មកដើម្បីឲ្យយើងបានសងសឹកនិយាយរួចហើយក៏លូកដៃទៅច្របាច់ក៏ម៉ូលីធ្វើឲ្យម៉ូលីតឹងថប់ដង្ហើមខំស្រែកឲ្យគេជួយទាំងកំពុងគេងលក់ឯខ្មោចស្ត្រីបុរាណនោះក៏ខំប្រឹងច្របាច់កម៉ូលីហើយខំសម្លឹងទៅនាងដោយកែវភ្នែកមុតស្រួចព្រមទាំងពោលថាយើងរងចាំឱកាសនេះជាយូរមកហើយនាងលីនាងឯងដណ្ដើមសង្សារពីយើងនាងឯងជាដើមហេតុដែលធ្វើឲ្យយើងស្លាប់ពេលនេះយើងសម្លាប់ឯងវិញម្តងម៉ូលីខំប្រឹងស្រែករហូតដល់ភ្ញាក់ដឹងខ្លួននៅពេលដែលនាងដឹងខ្លួនវិញ្ញាណខ្មោចនោះក៏បាត់ដែរម៉ូលីនាងហត់យ៉ាងខ្លាំងនឹងបែកញើសជោកតែម្ដងនាងបានយកដៃស្ទាបបករបស់នាងទាំងពោលថាយល់សពតែវាដូចជាការពិតខ្លាំងណាស់ទាំងទឹកមុខស្លេកស្លាំងខ្មោចនាងឆោមដែលចូលមកច្របាច់កម៉ូលីអំបែមមិញកំពុងតែសម្លឹងមើលមកនាងនៅមាត់បង្អួចទាំងក្តីមិនអស់ចិត្តនឹងបានរអួលថាស្ដាយណាស់កុំតែខ្លាចនាងឯងឃើញយើងហើយស្រែកផ្អើលដល់ជុំនាងផ្ទះទេកុំអីនាងឯងស្លាប់ជាមិនខានឡើយនាងលីជុំនាងផ្ទះដែលកំពុងតែនៅពីក្រោយខ្មោចនាងឆោមបាននិយាយមកកាន់នាងថាយើងប្រហែលតែបន្តិចនាងក៏ចូលទៅធ្វើបាបមនុស្សមិនគិតចង់សន្សំបុណ្យទៅចាប់ជាតិកំណើតថ្មីទេឬខ្មោចនាងឆោមក៏បែរមកឆ្លើយតបមកវិញថាខ្ញុំមិនដែលគិតចង់ទៅណាដរាបណាខ្ញុំនៅមិនទាន់បានសងសឹកពិតមុខមុតមមជុំនាងផ្ទះក៏ទូលមានប្រាប់ខ្មោចនាងឆោមថាការចងកម្មចងពៀននឹងគ្នាបែបនេះវាមានតែបន្តក្តីឈឺចាប់ទុកព្រួយវេទនាដល់ខ្លួនឯងតែប៉ុណ្ណោះឈប់ទៅណាឆោមឈប់ចងកម្មចងពៀននឹងមនុស្សទៅខ្មោចនាងឆោមក៏ទួញសោកព្រោះនឹកដល់រឿងអតីតកាលដ៏ឈឺចាប់ហើយក៏បានរៀបរាប់ប្រាប់ជុំនាងផ្ទះថាមិនអាចបញ្ឈប់ទៅងាយបែបនេះទេដោយសារតែវាធ្វើឲ្យខ្ញុំคล้ายទៅជាបែបនេះនឹកឃើញទៅដល់រឿងនោះខ្ញុំពិតជាមិនអាចអត់ឱនឲ្យវាជាដាច់ខាតខាន់ទាំងទឹកភ្នែកនិងទឹកមុខពេញដោយគំនុំជុំនាងផ្ទះក៏ព្យាយាមពន្យល់នាងទៀតថាគេក៏បានទទួលកម្មរបស់គេរួចហើយទើបគេបានកើតមកជាមនុស្សឆោមកុំទៅចងកម្មចងពៀននឹងគេអីបើឆោមមិនស្ដាប់តាមយើងទេឆោមនោះទេដែលជាអ្នករងទុក្ខខ្មោចនាងឆោមក៏តបយ៉ាងខ្លីវិញថាខ្ញុំមិនឈប់ខ្ញុំនឹងសងទៅនាងវិញដោយផ្ទាល់ដៃចាំមើលទៅនិយាយតែប៉ុណ្ណឹងក៏បំបាំងកាយបាត់ទៅឯជុំនាងផ្ទះបានត្រឹមតែសើម៉ងចិត្តព្រោះហាមឃាត់ឆោមមិនបានពេលព្រឹកព្រលឹមលោកយាយចាមដែលជាយាយរបស់ម៉ូលីកំពុងតែចម្អិនអាហារនៅផ្ទះបាយជាមួយនឹងចុងភៅ
ម៉ូលីក៏បានចូលមកជួយបេះបន្លែនិងធ្វើនេះធ្វើនោះយាយរបស់នាងឃើញចៅមកជួយបែបនេះសប្បាយចិត្តណាស់ក៏និយាយថាយាយពេញចិត្តនឹងចៅចូលមកជួយធ្វើការនៅផ្ទះបាយបែបនេះណាស់ព្រោះវាគឺជាកិច្ចការដែលស្ត្រីគ្រប់រូបត្រូវតែធ្វើនេះតែចៅមានដែលបង្រៀនដែរឬអត់ចៅម៉ូលីក៏ឆ្លើយតបដោយមិនរារែកថាគឺម៉ាក់បង្រៀនច្រើនណាស់លោកយាយម៉ាក់និងលោកយាយមិនខុសគ្នានោះទេញញឹមយាយចាមស្ដាប់ចៅទាំងញញឹមបិទមាត់មិនចិត្តនោះឡើយគាត់ក៏បានតបទៅម៉ូលីវិញថាឲ្យខុសគ្នាយ៉ាងម៉េចកើតព្រោះយាយផ្ទេចំណេះដឹងឲ្យនាងឬគ្មានសល់បន្តិចនោះទេនិយាយហើយក៏សាយកផ្អឹបពេលនោះគាត់ក៏ក្រឡេកទៅឃើញករបស់ម៉ូលីមានស្នាមជាំគាត់ក៏សួរចៅស្រីថាហើយចុះករបស់ឯងកើតស្អីបានជាមានស្នាមជាងយ៉ាងនេះម៉ូលីមិនដឹងខ្លួននោះឡើយនាងក៏ឆ្លើយតបទាំងមុខឆ្ងល់និងយកដៃស្ទាបបថាស្នំជាំខ្ញុំគ្មានអារម្មណ៍ថាឈឺនោះទេលោកយាយខ្ញុំមិនបានទៅត្រូវនឹងអ្វីផងនឹងមិនក៏ជាំទៅកើតរួចហើយម៉ូលីក៏ប្រញាប់ទៅបន្ទប់ឆ្លោះកញ្ចក់មើលនាងពិនិត្យមើលករបស់ខ្លួនឃើញដូចជាស្នាមច្របាច់កទើបនាងនឹកឃើញកាលពីយប់មិញនាងក៏បានលាន់មាត់យប់មិញជាការយល់សប្តិឬក៏ជាការពិតរួចហើយនាងក៏ងើបឈរហើយក្រឡេកមើលជុំវិញក្នុងបន្ទប់ដោយទឹកមុខសង្ស័យបន្ទាប់មកនាងក៏ស្រែកសួរថាតើនៅក្នុងបន្ទប់នេះមានវិញ្ញាណមែនទេនៅពេលដែលនាងសួរបែបនេះថូផ្កានៅលើតុក៏ស្រាប់តែធ្លាក់បែកដោយខ្លួនឯងដូចជាការផ្ដល់ចម្លើយដល់ម៉ូលីម៉ូលីក៏ប្រកាសក្នុងចិត្តថានៅក្នុងបន្ទប់នេះពិតជាមានវិញ្ញាណពិតមែនតែនាងដូចជាគ្មានការភ័យខ្លាចអ្វីបន្តិចប៉ុន្តែសោះហើយបែរជាសមតែងចេញនៅទឹកមុខខឹងចំពោះវិញ្ញាណនោះទៅវិញម៉ូលីក៏បានចុះមកជួយធ្វើម្ហូបអាហារយាយរបស់នាងនៅឯផ្ទះបាយវិញតែទឹកមុខមិនស្រស់បោះដូចពីដំបូងឡើយដោយចង់ដឹងអំពីរឿងវិញ្ញាណនៅក្នុងផ្ទះនេះនាងក៏បានសួរលោកយាយនាងថាលោកយាយតើផ្ទះនេះមានអាយុកាលប៉ុន្មានឆ្នាំដែរយាយចាមក៏បានរៀបរាប់ប្រាប់ចៅស្រីថាយាយមិនច្បាស់ថាមានអាយុប៉ុន្មានឆ្នាំនោះទេតែតាមដែរយាយចាំគឺឆ្លងកាត់3ជំនាន់ទាំងយាយនេះហើយម៉ូលីខំតតអារម្មណ៍ស្ដាប់លោកយាយរបស់នាងរៀបរាប់ប្រាប់យ៉ាងយកចិត្តទុកដាក់រួចនាងក៏បានសួរយាយរបស់នាងទៀតថាតើលោកយាយជឿថានៅក្នុងផ្ទះនេះមានវិញ្ញាណដែរទេយាយចែមឆ្ងល់ណាស់ហេតុអ្វីនៅសុកចៅស្រីរបស់ខ្លួនសួររឿងបែបនេះគាត់ក៏បានឆ្លើយតបថាយាយមិនដែលជួបនោះទេក៏ប៉ុន្តែកំពុងតែចង់ដឹងតែលោកយាយរបស់នាងបង្ហើបត្រឹមតែពេកប៉ុណ្ណឹងម៉ូលីក៏ជជែកសួរយាយរបស់គេទៀតថាប៉ុន្តែយ៉ាងម៉េចទៅលោកយាយប្រាប់មកណាកុំលាក់ចៅអីណាយាយចាមគាត់ដូចជាមិនចង់និយាយរឿងនោះទេតែដោយចៅស្រីជជែកសួរបែបនេះគាត់ក៏សម្រេចចិត្តប្រាប់រឿងនោះដល់ម៉ូលីថាយាយឮមកតគ្នាដែរទេគឺកាលពីមុនមានបាវបម្រើស្រីម្នាក់ស្លាប់នៅក្នុងផ្ទះនេះឮថាវិញ្ញាណនាងនោះអុកឡុកអ្នកនៅក្នុងផ្ទះសម្បើមណាស់តែតាំងពីយាយដឹងក្តីមករស់នៅក្នុងផ្ទះនេះសុខសាន្តរហូតមិនដែលមានអ្វីកើតឡើងនោះទេស្ដាប់លោកយាយរបស់គេនិយាយប្រាប់រឿងនេះម៉ូលីក៏ភ្លឹកគិតក្នុងចិត្តថាលោកយាយមិនដែលជួបប្រទះទេតែខ្ញុំមកគេងនៅទីនេះយប់ដំបូងបែរជាវិញ្ញាណខ្មោចនោះមកធ្វើបាបខ្ញុំទៅវិញឃើញចៅកំពុងតែភ្លឹកយាយចែមក៏សួរទៅនាងថាកំពុងតែគិតអ្វីនឹងមើលទៅទឹកមុខចៅដូចជាមិនសប្បាយចិត្តសោះតើមានរឿងអ្វីមែនទេហើយនៅសុកក៏សួររឿងបែបនេះម៉ូលីក៏ខំធ្វើទឹកមុខឲ្យរីករាយរួចក៏ឆ្លើយតបលោកយាយនាងថាគ្មានរឿងអ្វីទេលោកយាយបាននៅក្បែរលោកយាយគឺសប្បាយចិត្តបំផុតហើយមានរឿងអីដែលធ្វើឲ្យចៅមិនសប្បាយចិត្តនោះ
យាយចាមដឹងថាចៅស្រីមានរឿងដែលមិនចង់និយាយប្រាប់គាត់ក៏ទាញនាងយកមកអោបនឹងដើមទ្រូងរួចក៏អង្អែលសក់នាងទាំងនិយាយថាយាយដឹងថាចៅមានរឿងលាក់ទុកក្នុងចិត្តមិនចង់និយាយប្រាប់តែយាយមិនបង្ខំឲ្យចៅទំលាយប្រាប់យាយនោះទេក៏ប៉ុន្តែបើរឿងនោះទាមទារការពិគ្រោះយោបល់ចៅមកពិគ្រោះយោបល់ជាមួយយាយនៅពេលណាក៏បានចាស់លោកយាយគឺជាយាយដ៏សែនល្អរបស់ចៅទាំងទឹកមុខមានក្តីសុខក្រោយពីទទួលទានអាហារថ្ងៃត្រង់រួចរាល់ហើយម៉ូលីក៏នឹកឃើញចង់ទៅបាចចំណីឲ្យត្រីស៊ីនៅឯស្រះក្រោយផ្ទះជាការកម្សាន្តអារម្មណ៍ខ្មោចនាងឆោមបានហោះតាមម៉ូលីគ្រប់ទីកន្លែងនិងនៅក្បែរនាងគ្រប់ពេលវេលារងចាំឱកាសល្អនិងសងសឹកម៉ូលីនៅពេលដែលឃើញម៉ូលីទៅកន្លែងស្រះទឹកនាងត្រេកអរណាស់ព្រោះថានាងនឹងបានឱកាសច្រានម៉ូលីទម្លាក់ទឹកឲ្យស្លាប់នៅលើកញ្ចុះមាត់ស្រះលោកយាយចែមត្រើយខាងលិចមានបុរសសង្ហាវ័យក្មេងម្នាក់កំពុងតែបាចចំណីឲ្យត្រីស៊ីបុរសនោះស្លៀកខោបារាំងពាក់អាវសដៃវែងមូលដៃអាវនិងមានពាក់ក្រវ៉ាត់ក៏ចំណែកឯអាវធំរបស់គេដាក់លើបង្កាន់ដៃកញ្ចុះគេមានឈ្មោះថាវុធាជាកូនធម៌របស់លោកយាយចែមគេគឺជាកូនមានស្តុកស្តម្ភមួយរូបហើយរូបគេក៏ជាម្ចាស់ក្រុមហ៊ុនដ៏ធំម្នាក់ផងដែរម៉ូលីបាចចំណីត្រីនៅលើកញ្ចុះខាងកើតស្រះវុធាដែលនៅខាងលិចស្រះក៏បានឃើញម៉ូលីនិងខ្មោចនាងឆោមដែលនៅឈរពីក្រោយនាងតែវុធាចាប់អារម្មណ៍តែចំពោះខ្មោចនាងឆោមប៉ុណ្ណោះព្រោះតែនាងស្លៀកពាក់បុរាណគេឆ្ងល់ថាតើគេស្លៀកពាក់បុរាណមកទីនេះធ្វើអ្វីនៅពេលនោះក៏ស្រាប់តែខ្មោចនាងឆោមច្រានម៉ូលីមកម្នាក់ទឹកវុធាបានឃើញហេតុការណ៍ដោយផ្ទាល់ឃើញម៉ូលីកំពុងតែលង់ទឹកមិនបង្អង់គេក៏ប្រញាប់លោតទៅជួយសង្គ្រោះនាងវុធាក៏បានស្រង់ម៉ូលីចេញពីក្នុងស្រះមកដល់លើគោកសំណាងណាស់ដែលវុធាឃើញហើយចុះទៅជួយនាងទាន់ពេលវេលាកុំអីនាងនឹងស្លាប់ជាមិនខានមកដល់លើគោកម៉ូលីក៏ក្អកខេះមើលទៅដូចជាជ្លក់ទឹកខ្លាំងណាស់វុធាក៏សួរនាំដោយទឹកមុខបារម្ភយ៉ាងម៉េចហើយអ្នកនាងអាចទៅរួចដែរទេម៉ូលីកណ្ដាស់ឆែតរួចក៏ឆ្លើយតបខ្ញុំមិនអីទេរួចហើយក៏កណ្ដាស់តងទៀតវុធាបានដើរទៅយកអាវធំរបស់ខ្លួនមកពាក់ឲ្យម៉ូលីរួចហើយក៏បានសួរនាងថាតើមនុស្សស្រីស្លៀកពាក់បុរាណនោះជាអ្នកណាខ្ញុំបានឃើញស្រីម្នាក់នោះច្រានអ្នកនាងទម្លាក់ទឹកនៅពេលវុធាសួរបែបនេះម៉ូលីក៏មានការងឿងឆ្ងល់ព្រោះនាងមិនបានដឹងថាមានមនុស្សស្រីស្លៀកពាក់បុរាណមកពីណានោះទេហើយក៏បានឆ្លើយតបថាខ្ញុំដើរមកតែម្នាក់ឯងគ្មានអ្នកណាមកតាមខ្ញុំនោះទេលោកប្រហែលជាមើលច្រឡំហើយវុធាគេបានឃើញច្បាស់ណាស់គេជឿជាក់ថាគេមើលមិនច្រឡំនោះទេគេក៏បានបញ្ជាក់ថាខ្ញុំមើលមិនច្រឡំទេខ្ញុំឃើញមនុស្សស្រីស្លៀកពាក់បុរាណដើរតាមនាងមកខ្ញុំក៏ចាប់អារម្មណ៍និងឆ្ងល់ថាតើគេស្លៀកពាក់បែបនេះមកធ្វើអ្វីមនុស្សស្រីម្នាក់នោះឈរពីក្រោយអ្នកនាងនៅពេលអ្នកនាងបាចចំណីឲ្យត្រីហើយខ្ញុំក៏ឃើញនាងច្រានអ្នកនាងទម្លាក់ទឹកនៅពេលវុធាបញ្ជាក់ប្រាប់បែបនេះម៉ូលីក៏ជឿតាមហើយនាងគិតថាមនុស្សស្រីម្នាក់នោះប្រកាសជាវិញ្ញាណខ្មោចជាមិនខានគឺវិញ្ញាណខ្មោចដែលច្របាច់ក៏នាងតាំងពីយប់នាងខឹងនឹងខ្មោចនោះណាស់តែនាងមិនបង្ហាញអារម្មណ៍ឲ្យវុធាដឹងនោះទេនាងក៏ធ្វើដូចជាធម្មតាហើយក៏បាននិយាយអរគុណទៅកាន់វុធាអរគុណលោកខ្លាំងណាស់ដែលបានជួយខ្ញុំបើគ្មានលោកនៅទីនេះខ្ញុំលង់ទឹកស្លាប់ជាមិនខានមើលទៅវុធាដូចជាមិនអស់ចិត្តទាល់តែសោះព្រោះគេបានឃើញយ៉ាងច្បាស់ផ្ទាល់ភ្នែកហើយម៉ូលីបែរជាឆ្លើយថាគ្មានមនុស្សដើរតាមនាងនឹងច្រាននាងទៅវិញនៅពេលម៉ូលីនិយាយអរគុណខ្លួនបែបនេះគេក៏បានឆ្លើយតបថាបាទមិនអីនោះទេ
លោកបានជួយខ្ញុំគុណរបស់លោកខ្ញុំសងមិនអស់នោះទេដើម្បីជាការតបស្នងខ្ញុំចង់ឲ្យលោកញ៉ាំបាយនៅផ្ទះលោកយាយខ្ញុំមួយពេលខ្ញុំនឹងបានណែនាំលោកឲ្យលោកយាយរបស់ខ្ញុំបានស្គាល់ផងថាលោកជាអ្នកជួយជីវិតខ្ញុំលោកយាយទឹកមុខភ្ញាក់ផ្អើលឃើញបុត្ថាមានទឹកមុខភ្ញាក់ផ្អើលនិងលាន់មាត់បែបនេះម៉ូលីក៏សួរយ៉ាងម៉េចនឹងលោកវុទ្ធាដូចជាសប្បាយចិត្តណាស់នៅពេលដឹងថានាងជាចៅរបស់លោកយាយចាមហើយក៏តបថាអូចាំជួបជាមួយលោកយាយចាំខ្ញុំបកស្រាយម៉ូលីក៏ងើបឈរដោយសារតែទឹកហូរពីខ្លួននាងធ្វើឲ្យសើមដីធ្វើឲ្យនាងរអិលជើងដួលផ្នែកក្រោយតែបុត្ថាទ្រអប់ចង្កេះនាងពាន់កុំអីនាងដួលដល់ដីជាមិនខានហើយដៃរបស់ម៉ូលីក៏ស្រវាតោងស្មាបុត្ថាជាប់មើលទៅដូចជាគេកំពុងរាំរបាំបាឡេហើយភ្នែកនិងភ្នែកក៏សម្លឹងរកគ្នាបុត្ថាបានឃើញផ្ទៃមុខដ៏ផូរផង់របស់ម៉ូលីធ្វើឲ្យគេញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំងគេភ្លឹកសម្លឹងមើលនាងហាក់ដូចជាមិនចង់ដាក់ភ្នែកសោះចំណែកឯម៉ូលីវិញអៀនមុខឡើងក្រហមបាក់ភ្នែកធំដាក់បុត្ថាទាំងភៀងភ័ន្តស្មារតីអារម្មណ៍មិននរនាងពេលនេះភ័យផងអៀនផងអបន្តិចផងម៉ូលីក៏ប្រឹងងើបឈរទាំងរឹកពីអៀននិងខ្មាស់បុត្ថាយ៉ាងខ្លាំងហើយក៏និយាយថាសុយជន់លើសុយតាមកងហើយខ្ញុំអរគុណលោកខ្លាំងណាស់ទាំងមិនហ៊ានសម្លឹងមើលមុខបុត្ថាចំនួនទេចំណែកឯបុត្ថាវិញក្រោយពីបានក្រសោបអប់ចង្កេះរបស់ម៉ូលីនិងបានសម្លឹងកែវភ្នែកគ្នាមកគេហាក់ដូចជាត្រូវមុនសណ្ដំបន់ទឹកចិត្តគេឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងដោយមិនដឹងខ្លួនគេក៏បានឆ្លើយតបទាំងបេះដូងនៅលោតខុសចង្វាក់នៅឡើយថាបាទអ្នកនាងរបៀបកំពុងស្លុងក្នុងអារម្មណ៍ខ្មោចនាងឆោមខឹងចិត្តយ៉ាងខ្លាំងព្រោះសម្លាប់ម៉ូលីមិនបានសម្រេចនឹងបានឃើញវុទ្ធានិងម៉ូលីកំពុងតែជួបគ្នាហើយដូចជាកំពុងតែមានចិត្តទៅលើគ្នានាងរឹតតែមិនសុខចិត្តក្រៅពីបរាជ័យក្នុងការសម្លាប់ម៉ូលីហើយក៏នាំឲ្យពួកគេទាំងពីរបានជួបគ្នាទៀតពីព្រោះកាលពីអតីតជាតិខ្មោចនាងឆោមនិងវុទ្ធាធ្លាប់ជាសង្សារនឹងគ្នាហើយម៉ូលីគឺជាអ្នកដណ្ដើមវុទ្ធាពីនាងខ្មោចនាងឆោមដូចជាខឹងនិងឈឺចិត្តខ្លាំងណាស់នាងបានសម្លឹងមើលទៅម៉ូលីនិងវុទ្ធាដែលកំពុងតែបណ្ដាគ្នាចេញទៅទាំងទឹកមុខពេញដោយកំហឹងហើយពោលម្ដេចញាថាកុំសង្ឃឹមថាបានសុខនឹងគ្នាឲ្យសោះយើងនឹងធ្វើឲ្យពួកឯងឈឺចាប់ទ្វេដងច្រើនជាងការឈឺចាប់ដែលពួកឯងផ្ដល់ឲ្យយើងទៅទៀត